នៅថ្ងៃនេះយើងនឹងពិចារណាជាមួយនឹងគ្នានិយាយពី God's unfailing formula let me ខ្ញុំបកស្រាយស្រួលស្ដាប់ជាងនឹងទៀតគឺជាសញ្ញាព្រះដែលមិនចេះភ័ន្តច្រឡំព្រះអង្គនឹងបង្ហាញឲ្យយើងទាំងអស់គ្នាស្គាល់ពីព្រះហត្ថីរបស់ទ្រង់ God has planned for your life and my life ព្រះអង្គទ្រង់សពព្រះហត្ថីចំពោះជីវិតរបស់អស់លោកអ្នកបងប្អូនហើយនឹងខ្ញុំណាដូចជាបងប្អូនពីរអ្នកដែលនឹងទៅបានរៀនចប់ high school and they want to be successful in their life yes គេចង់បានជោគជ័យគេចង់បានធ្វើការល្អប្រសើរដូចជាលោកពូអ្នកនាំមុខមិញថាឲ្យខំសិក្សាឡើង So what is success តើអ្វីទៅដែលថាជោគជ័យនោះអ្វីទៅដែលថាខំធ្វើបានល្អនោះ Success is not a financial security ដែលយើងបានជោគជ័យបានល្អប្រសើរនោះគឺមិនមែនដោយសារថាវិការដោយសារប្រាក់នោះទេនៅក្នុងព្រះគម្ពីរម៉ាកុសចំពុក8ខ36 Mark 8:36 For what will it profit a man if he gain the whole world and loses his own soul ត្បិតបើមនុស្សណានឹងបានលោកីទាំងមូលតែបាត់ព្រលឹងទៅនោះតើបានប្រយោជន៍អ្វីដល់អ្នកនោះ What is success Fame and popularity កេរ្តិ៍ឈ្មោះកិត្តិនាមប្រជាប្រិយភាពដែលគេនិយមច្រើននឹងរំលងផុតបាត់ទៅនៅក្នុងគម្ពីរយូហានទី1ចំពុក2ខ17 But success is living in the will of God វគ្គទី1បាននិយាយថាឯលោកីនេះនឹងសេចក្តីប៉ងប្រាថ្នារបស់វានោះកំពុងកន្លងទៅ and the world is passing away and the lust of it ប៉ុន្តែ but success but he who does the will of God abides forever តែអ្នកណាដែលធ្វើតាមព្រះហត្ថីព្រះនោះនឹងនៅជាប់អស់កាលជានិច្ចវិញ Amen Would you please stand and honor the word of God សូមអស់លោកអ្នកបងប្អូនក្រោកឈរឡើងយើងនឹងអានតែ2ខទេជាមួយនឹងគ្នាដែលអ្នកនាំមុខបានអានរួចមកហើយប៉ុន្តែយើងនឹងពិចារណាជាមួយនឹងគ្នា2ខនេះដែលអស់លោកអ្នកបងប្អូនខ្លះបានចាំទៅហើយក៏យល់ច្បាស់ថែមទៀតផងនៅក្នុងគម្ពីរសុភាសិតចំពុក3ខ5ហើយ6 Proverbs 3:5-6 Trust in the Lord with all your heart and lean not on your own understanding in all your ways acknowledge him and he shall direct your path ចូលទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្តកុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយត្រូវឲ្យទទួលស្គាល់ទ្រង់នៅគ្រប់ទាំងផ្លូវឯងចុះនោះទ្រង់នឹងតម្រង់អស់ទាំងផ្លូវច្រករបស់ឯងព្រះវរបិតាដែលគង់នៅឋានសួគ៌ព្រះអង្គហើយទូលបង្គំសូមអរព្រគុណទ្រង់ដែលដឹងថាព្រះអង្គនៅតែមានសេចក្តីមេត្តាករុណាដល់កូនហើយនៅថ្ងៃនេះគង់គណិតចាំអ្នកទាំងពីរដែលគេនឹងបានរៀនចប់ high school នេះព្រះអង្គហើយសូមឲ្យគេបានធ្វើការអ្វីតាមដែលព្រះអង្គសពប្រតិកុំឲ្យតាមតែចិត្តគេឡើយសូមព្រះអង្គគង់ជាមួយនឹងប្រទាននៅតម្រេះប្រាជ្ញាដែលគេនឹងត្រូវការនៅនាលោកីនេះផងដែរសូមព្រះអង្គប្រទានព្រះពរដល់អស់លោកអ្នកបងប្អូនដល់អ៊ំដល់ពូមីងទាំងអស់គ្នានៅទីនេះទាំងប្រទានពរទាំងមេហើយនឹងអ្វីដែលគេត្រូវការនៅនាលោកីនេះផងដែរសម្រាប់ជីវិតខ្លួននោះទូលគុំសូមគ្រប់ការទាំងអស់ក្នុងព្រះនាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនសូមជើញអង្គុយម្សិលមិញអ្នកទៅ graduate មួយសិតតែអួលដើមកទាំងម្ដាយទាំងមីងខ្ញុំទៅផែអួលដើមកដែរយើងឃើញថាពេលណាកូនយើងរៀនចប់ពេលណាកូនយើងបានធ្វើអ្វីមួយជោគជ័យនោះយើងមានអំណរដាក់អួលដើមកហ្នឹងមិនមែនពិបាកចិត្តអីទេអរពេក Yes thank you សប្បាយចិត្តពេកដែលឃើញកូនបានធ្វើអ្វីមួយដល់ជោគជ័យដល់បានល្អប្រសើរមិននឹកស្មាន
ដូចជាអ្នកមីងថាចឹង Daniel get to sit in the back seat with a lot of people that they know who been working so hard the past 4 years ដែលដឹងថាអ្នកនឹងខំរៀនបានល្អខ្មែរយើងមិនដឹងហៅអី social honest society ហ្នឹងតែបើនិយាយឲ្យចំទៅដូចរៀនកាយជាងគេខ្ពស់ជាងគេកម្រិតខ្ពស់ខ្ញុំអរគុណព្រះដែលកូនស្រីរបស់ខ្ញុំទី3ក៏វារៀនដល់ថ្នាក់នោះដែរដែលកម្រិតខ្ពស់ហ្នឹងថ្ងៃឆ្នាំក្រោយវា graduate នោះវាបានអង្គុយនៅពីខាងក្រោយនឹងដែរកូន5 6ឃើញមួយនឹងរៀនប្រកាសជាងគេតែនៅសាប់មួយទូទៀត who knows my one and only he called himself King David ហៅខ្លួនគេស្ដេចផងនោះមិនអាប់ដាក់អួលដើមកផែវា graduate ផែអង្គុយយំឲ្យមកទៅយីសូមអរព្រគុណព្រះអង្គដែលព្រះអង្គបានថែរក្សាដែលព្រះអង្គបានប្រទាននៅតម្រេះប្រាជ្ញាដល់គេ One thing that we know the world will passing away យើងដឹងហើយថាលោកីនេះមិនតិចទៀតនឹងបានកន្លងផុតបាត់ទៅតែនៅក្នុងខ5ដែលយើងអានអំបញ្ញមិញ That is the command from God for us to trust him នៅក្នុងខ5ព្រះអង្គចាក់បានបញ្ជាក់ប្រាប់យើងបញ្ជាប្រាប់យើងឲ្យយើងទុកចិត្តដល់ព្រះអង្គ Trust the Lord with all your heart ចូលទីពឹងព្រះអង្គឲ្យអស់អំពីចិត្ត And do not lean on your own understanding កុំឲ្យពឹងផ្អែកលើរបស់ខ្លួនឯងឡើយ Yes ជាច្រើនដងច្រើនពេលចំពោះជីវិតខ្ញុំក៏យ៉ាងដូចនោះដែរតែនៅក្នុងខនេះបានបញ្ជាក់ប្រាប់យើងបង្ហាញប្រាប់យើងថាកុំឲ្យយើងពឹងផ្អែកលើខ្លួនយើងខ្លាំងពេក God can be trusted even when we don't understand his what he's dealing with us យើងត្រូវតែទុកចិត្តព្រះអង្គទោះជាយើងឃើញថាយើងមានបញ្ហានៅក្នុងជីវិតរបស់យើងក៏ដោយយើងត្រូវតែទុកចិត្តព្រះអង្គឲ្យអស់ពីចិត្តបងប្អូនមានដែលធ្លាប់ឮឯផែលោកពូផែធ្លាប់ឮនៅក្នុងខនេះដែលគេនិយាយថា God helps those who help themselves ធ្លាប់ឮឯថាព្រះជួយដល់អស់អ្នកណាដែលជួយខ្លួនឯងចេះជួយខ្លួនឯង Where is that in the Bible ដែលយើងមើលគម្ពីរជារៀងរាល់ថ្ងៃហ្នឹងតើនៅក្នុងខណាដែលបាននិយាយយ៉ាងដូចនោះដែលថាព្រះជួយដល់អ្នកណាដែលចេះជួយខ្លួនឯង It is not in the Bible ដែលពាក្យហ្នឹងមិនបាននិយាយនៅក្នុងព្រះគម្ពីរទេ That is not the biblical truth យើងធ្លាប់តែឮសូរគេនិយាយតែយ៉ាងដូចនោះឯងថាព្រះជួយដល់អ្នកណាដែលគេជួយខ្លួនឯងតែមិនមែនទេមិនមែនជាការពិតទេ God helps those who cannot help themselves ក្នុងព្រះបន្ទូលរបស់ព្រះអង្គបានមានបញ្ជាក់ប្រាប់យើងវិញយើងនឹងឃើញនៅក្នុងខនឹងបន្តិចទៀតថាព្រះជួយដល់អស់អ្នកណាដែលគេមិនអាចនឹងជួយខ្លួនឯងបាននោះព្រះនឹងជួយនៅក្នុងគម្ពីរអេសាយជំពូក64ខ6បានបញ្ជាក់ប្រាប់យើងថាយ៉ាងដូចនេះថាបើយើងខ្ញុំទាំងអស់គ្នាបានត្រឡប់ទៅដូចជាមនុស្សដែលមិនស្អាតហើយអស់ទាំងអំពើសុចរិតរបស់យើងខ្ញុំក៏ដូចជាអាវកខ្វក់ហើយ All of us has become like one who is unclean and all of our righteous acts are like filthy rags ដូច្នេះយើងមិនអាចនឹងជួយខ្លួនឯងបានទេទោះជាខំធ្វើល្អក៏ដោយក៏យើងមិនធ្វើល្អបានដែរយើងដឹងហើយយើងពិចារណាជាមួយគ្នាពីអាទិត្យមុនរួចមកហើយក៏អាទិត្យមុនមួយទៀតក៏យ៉ាងដូចនោះដែរយើងមិនអាចធ្វើអ្វីខុសតែច្បាប់ព្រះបកលក្រឹតវិន័យឲ្យ10ចុះមកដល់សល់2តែ2នេះក៏យើងធ្វើមិនកើតដែរដូច្នេះយើងមិនអាចនឹងជួយខ្លួនឯងបានឡើយក្នុងគម្ពីរកូរិនថូសទី2ចំពុក5ខ21ទៀតថាត្បិតឯព្រះអង្គដែលមិនបានស្គាល់បាបសោះនោះព្រះទ្រង់បានធ្វើឲ្យត្រឡប់ជាតួបាបជំនួសអស់លោកអ្នកបងប្អូនហើយនឹងខ្ញុំវិញដើម្បីឲ្យយើងរាល់គ្នាបានត្រឡប់ទៅជាសេចក្តីសុចរិតរបស់ព្រះដោយនៅព្រះអង្គនោះឯង God made him who had no sin to be sin for each and every one of us so that in him we might become the righteousness
of God Amen យើងអរព្រគុណព្រះអង្គដោយដឹងថាយើងមិនអាចធ្វើអ្វីបានសុចរិតនៅចំពោះទ្រង់បានឡើយប៉ុន្តែព្រះអង្គសុខចិត្តមកសគត់នៅលើឈេឆ្កាងចំពោះអំពើបាបរបស់យើងទាំងអស់គ្នាដើម្បីឲ្យយើងទាំងអស់គ្នាបានរាប់ជាសុចរិតដោយនៅព្រះនាមព្រះអង្គមិនមែនដោយនៅអ្នកណាម្នាក់ឡើយ Amen មួយទៀតsomeone wrote this about they want us to learn about Noah លោកអស់លោកអ្នកបងប្អូនចាំលោក Noe គេនិយាយយ៉ាងដូចនេះថា don't miss the boat ថាកុំឲ្យភ្លេចឡើងនាវាកប៉ាល់ remember that we are all in the same boat យើងទាំងអស់គ្នាក៏មនុស្សសិតតែមានបាបទាំងអស់គ្នាដែរ plan ahead so ឲ្យយើងទាំងអស់គ្នារៀបចំឲ្យខ្លួនជាស្រេច it wasn't raining when Noah built the ark ហើយយើងក៏ដឹងទៀតថាពេលលោកណូអេកំពុងតែសង់Navy right Navy ទូកនៅពេលនោះអត់តាន់ភ្លៀងទេសូមឲ្យយើងទាំងអស់គ្នាប្រុងប្រៀបជាស្រេចយើងដឹងហើយថាបន្តិចទៀតព្រះអង្គយាងមកវិញហើយប៉ុន្តែកុំឲ្យចាំដល់ថ្ងៃដែលព្រះអង្គយាងមកបានយើងរៀបខ្លួនដូចជាណូអេនេះដែរដែលគាត់សង់ទូកនេះអត់តាន់មានភ្លៀងនៅឡើយទេ Don't listen to critic ហើយប្រាប់ទៀតជួយមកប្រាប់យើងទៀតថាកុំឲ្យស្ដាប់នៅអ្នកដែលគេ Just get on with the job and get it done ពេលយើងការអ្វីដែលយើងត្រូវធ្វើទៅធ្វើឲ្យចប់ទៅ Build your future on the high ground ដើម្បីឲ្យយើងបានធ្វើការល្អប្រសើរឡើងដោយយើងខំធ្វើការល្អហើយមួយទៀត Speed it isn't everything លបឿនឬមួយក៏ការដែលធ្វើដោយប្រញាប់ប្រញាល់នោះមិនមែនជាការអីទេ because the snail were on the board as the cheaters ទោះជាខ្យងក៏វាបានវាឡើងទៅដល់លើកប៉ាល់នោះដែរដូច្នេះប្រហែលជាយើងថាខ្លួនយើងមិនសូវយល់អ្វីមួយឬមួយក៏មិនសូវចេះអ្វីមួយ it's okay ឲ្យយើងគ្រាន់តែជឿហើយនឹងទុកចិត្តដល់ព្រះអង្គឲ្យអស់អំពីចិត្តនោះយើងនឹងបានឡើងទៅដល់កណូតនោះដែរ Amen when you are stressed ពេលណាយើងខ្វល់ខ្វាយអ្វីមួយ float a while យើងកុំឲ្យខ្វល់ខ្វាយពេក remember the ark was built by amateur ចាំទេលោកណូអេគាត់មិនមែនជាអ្នកមានជំនាញអ្វីទេ but the Titanic built by professional ចាំរឿង Titanic ទេដែលកប៉ាល់ធំជាងគេដែលគេថាមិនអាចនឹងកលាប់បាន but fell into the deep sea no matter what the storm when you are with God there's always a rainbow waiting ទោះជាយើងមានឧបសគ្គអ្វីទោះជាយើងមានការខ្វល់ខ្វាយអ្វីក៏ដោយព្រះរងចាំជាមួយនៅមុខយើងជានិច្ច Noah was a man of faith លោកណូអេក៏ជាអ្នកម្នាក់ដែលមានសេចក្តីជំនឿ He trusted God and God do for him and his family ហើយព្រះអង្គក៏ជួយថែរក្សាគាត់ព្រមទាំងគ្រួសារគាត់ដែរ Amen and God can do for you and me as well ព្រះអង្គនឹងជួយថែរក្សាអស់លោកអ្នកបងប្អូនមិនឲ្យមានអ្វីមកបៀតបៀនដល់យើងទាំងអស់គ្នាឡើយ In Psalm 28:7 ទំនុកដង្កើងចំពោះ28ខ7 The Lord is my strength and my shield ព្រះយេហូវ៉ាទ្រង់ជាកម្លាំងហើយជាខែលនៃខ្ញុំ My heart trusts in him and I am helped យើងជឿនឹងទុកចិត្តថាព្រះអង្គជាអ្នកជំនួយយើងធ្វើឲ្យចិត្តយើងមានកម្លាំងខ្លាំងឡើង Amen សូមព្រះអង្គប្រទានព្រះពរសូមព្រះអង្គគង់ជាមួយហើយសូមព្រះអង្គជួយកម្លាស់ចិត្តយើងទាំងអស់គ្នាឡើង God's formula សញ្ញារបស់ព្រះ for success begin with faith ដែលសញ្ញារបស់ព្រះប្រាប់យើងថាដែលយើងបានទាំងអស់គ្នាបានជោគជ័យនេះគឺចាប់ផ្ដើមឡើងដោយសារសេចក្តីជំនឿសេចក្តីជំនឿនោះមានន័យថាយើងទុកចិត្តពេលណាយើងមានសេចក្តីជំនឿយើងទុកចិត្តពេលណាយើងទុកចិត្តយើងមានសេចក្តីជំនឿ Amen Trust in the Lord
ដែលភាគថាទុកចិត្តដល់ព្រះអង្គដែលអស់ពីចិត្តនឹងមាននិយាយ152 times in the Old Testament នេះដែលព្រះអង្គចង់ឲ្យយើងទុកចិត្តដល់ព្រះអង្គឲ្យមែនទែនអស់ពីចិត្ត Success begin with being born again, begin receiving Christ, receiving the Son of God ហើយដែលការជោគជ័យទាំងប៉ុន្មាននេះគឺដោយសារយើងទទួលព្រះអង្គជាម្ចាស់ជីវិតរបស់យើង in John chapter 1 verse 12 ប៉ុន្តែអស់អ្នកណាដែលទទួលទ្រង់គឺអស់អ្នកដែលជឿដល់ព្រះនាមទ្រង់នោះទ្រង់បានប្រទានអំណាចឲ្យបានត្រឡប់ជាកូនព្រះ Amen But as many as receive him to them he gave the right to become children of God to those who believe in his name ព្រះអង្គឲ្យយើងគ្រាន់តែជឿទុកចិត្តដល់ព្រះអង្គព្រះអង្គនឹងប្រទានអំណាចឲ្យយើងបានត្រឡប់ជាកូន What God is saying to cast upon whatever to the Lord and totally trust in him ដែលយើងមានអ្វីក៏ដោយដែលខ្វល់ខ្វាយឬមួយក៏ពិបាកទុកចិត្តចំពោះកូនរបស់យើងដោយលោកពូមានប្រសាសន៍ខ្ញុំក៏ពិបាកចិត្តជាមួយកូនខ្ញុំដែរពេលខ្លះយើងត្រូវតែប្រគល់ទាំងអស់ថ្វាយដាច់ទៅដល់ព្រះអង្គវិញប្រគល់កូនយើងអធិដ្ឋានដល់ព្រះអង្គសូមព្រះអង្គទទួលយកកូនយើងដែលគេមិនទាន់ស្គាល់ព្រះអង្គនៅឡើយទាំងអស់កុំឲ្យបន្ទុកខ្លះនៅខ្លះប្រគល់ព្រះអង្គទាំងអស់ទុកចិត្តលើព្រះអង្គទាំងអស់នោះព្រះអង្គនឹងជួយកំសាន្តចិត្ត No holding back in any area of your life no holding back កុំឲ្យទប់អ្វីសោះឡើយប្រគល់ទៅព្រះអង្គទាំងអស់ So នៅក្នុងខគម្ពីរថាឲ្យយើងទុកចិត្តដល់ព្រះអង្គ So everyone now that we sitting here everyone trusts something or someone មែនទេដែលយើងនឹងអង្គុយនៅពេលនេះនៅទីនេះនៅឡើយទាំងអស់គ្នាយើងទុកចិត្តនៅលើអ្វីមួយខ្លះឬមួយទុកចិត្តនៅអ្នកណាខ្លះមួយ Many trust in business អ្នកខ្លះគេទុកចិត្តនៅលើគ្រឿងជំនាញរបស់គេកន្លែងគេធ្វើការ company ឬមួយក៏ការងារ the job bank account friends government a spouse ឬមួយក៏គ្រួសាររបស់យើងឬមួយក៏លុយរបស់យើងដែលមាននៅក្នុងបង់ These are all good thing មិនអីទេមិនខុសអីទេដែលយើងទុកចិត្តនឹង But they are not worthy of trust តែយើងមិនគួរនឹងទុកចិត្តនៅលើរបស់ទាំងអស់នោះទេ God alone is worthy of supreme trust មានតែព្រះទេដែលយើងគួរនឹងគោរពហើយនឹងទុកចិត្តទាំងស្រុងកុំឲ្យយើងទុកចិត្តនៅលើប្រាក់ថវិកាឬលុយដែលយើងមាននៅក្នុង bank account ឡើយ It could be gone. Surprise! My wife told me yesterday I have $2.63 in my bank account. What happened? A couple of weeks ago, a couple $1,000. Now it's got $2. I said, I have no idea. God alone is worthy. មានតែព្រះអង្គប៉ុណ្ណោះដែលយើងគួរនឹងគោរពហើយនឹងទុកចិត្ត He is all powerful, all merciful, all knowing, and all loving God. ព្រះអង្គមានមេត្តាករុណាព្រះអង្គមានគ្រប់ទាំងកតេបណ្ឌិតគឺចេះដឹងទាំងអស់ទ្រង់ជ្រាបទាំងអស់ទ្រង់មានអំណាចហើយក៏ទ្រង់ជាសេចក្តីស្រឡាញ់ដែរតែព្រះអង្គស្រឡាញ់ដល់យើងទាំងអស់គ្នាទុកចិត្តដល់ព្រះអង្គដោយអស់អំពីចិត្ត Amen. He is the one and only enduring faithful in the midst of our existence មានតែព្រះអង្គទេដែលព្រះអង្គក៏សុខចិត្តគ្រប់គ្រងនៅកណ្ដាលជីវិតរបស់អស់លោកអ្នកបងប្អូនហើយនឹងខ្ញុំដែលសពថ្ងៃដែលយើងកំពុងតែមានបញ្ហាមានវិបត្តិគ្រប់យ៉ាងយើងចាស់ទៅដូចលោក Murray គាត់មានប្រសាសន៍មិញគាត់ថាមិនដឹងថាកូនគាត់ graduate ដូចនេះគាត់កាលពីមុនទៅ25 but not 25 anymore យើងចាស់ហើយ very quick My first daughter is going to get married this summer so that means I'm going to be real quick នៅក្នុងខែ July នេះកូនស្រីរបស់ខ្ញុំទី1នឹងការអញ្ចឹងខ្ញុំអត់មានក្មេងទៀតទេតិចទៀតតាហើយ
ចាស់ហើយ It takes faith trust to get guidance គឺយើងត្រូវការសេចក្តីជំនឿទុកចិត្តដល់ព្រះអង្គដើម្បីឲ្យមានការណែនាំយើងទុកចិត្តព្រះអង្គនឹងណែនាំយើងទៅកន្លែងណាដែលព្រះអង្គទ្រង់សពហាតី Most of us have had experience of being in a strange place Yes ជួនកាលយើងទាំងអស់គ្នាតែងតែទៅកន្លែងណាមិនដែលស្គាល់កន្លែងហើយដើររកកន្លែងនោះហើយរកឃើញទៀតហើយជួនកាលយើងឈប់សួរគេ for asking for information តើកន្លែងនោះនៅណាទៅឲ្យគេប្រាប់ Hopefully that strange people will tell you the right place instead of go here and there and we still cannot find it when we are making a decision ដូចជាប្រពន្ធរបស់លោកគ្រូអែមកាន That is a decision making ដែលយើងត្រូវការទៅសម្រេចចិត្ត The problem in our life ដែលជីវិតរបស់គាត់តើគាត់ត្រូវធ្វើយ៉ាងដូចម្ដេចគាត់ត្រូវសួរកូនសួរចៅសួរអ្នក expert សួរអ្នកជំនាញសួរ doctor សួរគ្រូពេទ្យតើឲ្យខ្ញុំធ្វើយ៉ាងម៉េច God wants you and I to trust him with our life ព្រះអង្គទ្រង់ចង់ឲ្យយើងទាំងអស់គ្នាទុកចិត្តដល់ព្រះអង្គទោះជាយើងកំពុងតែត្រូវមានការរងទុក្ខវេទនាយ៉ាងណាក៏ដោយតែព្រះអង្គប្រាប់យើងឲ្យយើងទុកចិត្តដល់ព្រះអង្គដោយអស់ពីចិត្ត And he promised you and I that he will never leave you nor forsake you ហើយព្រះអង្គមិនដែលបោះបង់ចោលយើងឡើយ He has a perfect plan for our lives and he wants us to follow him ព្រះអង្គចង់ឲ្យយើងដើរតាមព្រះអង្គ He gave us the direction in all we do ព្រះអង្គទ្រង់សពហាតីហើយទ្រង់ក៏បង្ហាញផ្លូវឲ្យអស់លោកអ្នកបងប្អូនហើយនឹងខ្ញុំធ្វើតាមដែរទៅដើរដែរនៅក្នុងខគម្ពីរនឹងដែរសុភាសិតនឹងថា Lean not to thine own understanding កុំឲ្យពឹងផ្អែកលើរបស់ខ្លួនឡើយយោបល់ Yeah លើយោបល់របស់ខ្លួនឡើយអ្វីទៅយោបល់របស់យើងនឹងអ្វីទៅគំនិតរបស់យើងនឹងនោះកុំឲ្យយើងពឹងផ្អែកនៅលើអស់ទាំងនោះសូមថ្វាយដាច់ទៅព្រះអង្គវិញដើម្បីព្រះអង្គផ្ដល់នូវតម្រេះប្រាជ្ញាមកយើងហើយយើងនឹងបានធ្វើត្រឹមត្រូវនៅចំពោះទ្រង់វិញ And human understanding is limited and often faulty also ចំពោះមនុស្សលោកតែងតែមានយោបល់ខុសគំនិតខុស Can be educated but miss the truth យើងខំរៀនចេះដឹងយ៉ាងជ្រៅជ្រះដែរប៉ុន្តែនៅតែខ្វះទៀតហើយមិនត្រឹមត្រូវទៀត First Timothy 3:7 នៅក្នុងគម្ពីរ Timothy ទី2ចំពុក3ខ7 Always learning and never able to come to the knowledge of the truth ខគម្ពីរបានបញ្ជាក់ប្រាប់យើងទៀតថាគេរៀនជានិច្ចប៉ុន្តែពុំអាចនឹងចេះដល់ថ្នាក់នៃសេចក្តីពិតឡើយ The Bible gives God a view of life what life is all about នៅក្នុងព្រះគម្ពីរចង់បង្រៀនប្រាប់យើងឲ្យដឹងថាពីប្រងសពហាតែយ៉ាងដូចគឺការចែកឲ្យនៅចំណេះវិជ្ជានៅក្នុងព្រះគម្ពីរព្រះអង្គបានប្រទាននៅតម្រេះប្រាជ្ញាបើយើងចង់បានតម្រេះប្រាជ្ញាអានព្រះបន្ទូលព្រះអង្គប្រទាននឹងតម្រេះប្រាជ្ញាមកដល់យើង Psalm 119 verse 99 នៅក្នុងគម្ពីរទំនុកដំកើងចំពុក119ខ99 I have more understanding than all my teacher for your testimony are my mediation ចង់និយាយទូលបង្គំមានយោបល់ជាងអស់ទាំងគ្រូរបស់ទូលបង្គំទៅទៀតត្បិតសេចក្តីបន្ទាល់ទ្រង់ជាទីនឹករំពឹងរបស់ទូលបង្គំព្រះអង្គនឹងប្រទាននឹងផ្ដល់តម្រេះប្រាជ្ញាដល់អស់លោកអ្នកបងប្អូនពេលណាដែលយើងធ្វើតាមដែលព្រះអង្គសពហាតី and it gives understanding number 2គឺនឹងឲ្យយោបល់មកដល់យើងដែរ119ចំពុកដដែលនៅក្នុងខ104 Though your precepts I get understanding therefore I hate every false way ថាទូលបង្គំបានយោបល់ដោយសារបញ្ញត្តិទ្រង់ហើយនោះបានជាទូលបង្គំស្អប់ដល់អស់ទាំងផ្លូវកំពូល
ប្រងឲ្យយើងយល់ថាតើការណាល្អហើយនឹងការណាអាក្រក់បើណាការណាមិនសមប្រាទេត្រង់នោះកុំឲ្យទទួល and also number 3 it brings light គឺបានចេញជាពន្លឺនៅក្នុងខ130ការបើកសម្ដែងព្រះបន្ទូលនោះផ្សាយពន្លឺចេញក៏ធ្វើឲ្យមនុស្សឆោតល្ងងមានយោបល់ផងយើងថាលពូថាខ្ញុំល្ងងខ្ញុំថាខ្ញុំមិនយល់អីប៉ុន្តែបើសិនជាយើងអាននៅព្រះបន្ទូលហើយព្រះអង្គសពប្រាទេនោះព្រះអង្គនឹងប្រទាននៅតម្រេះប្រាជ្ញាមកដល់អស់លោកអ្នកបងប្អូនទាំងអស់គ្នាព្រះអង្គនឹងឲ្យយើងយល់ពីព្រះハតីរបស់ទ្រង់ it builds faith នៅក្នុងគម្ពីររ៉ូមជំពូក10ខ17ថា so often faith come by what ចាំទេសេចក្តីជំនឿកើតឡើងដោយសារដោយសារឮ by hearing and hearing by the word of God រ៉ូមជំពូក10ខ17សេចក្តីជំនឿកើតឡើងដោយឮហើយដែលឮនោះគឺដោយសារព្រះបន្ទូលនៃព្រះនោះឯង Amen we need to recognize the hands of God we need to recognize what God wants us to do យើងត្រូវតែស្គាល់នៅព្រះហស្ថនៃព្រះអង្គដែលព្រះអង្គនឹងសពហាតី in all thy ways acknowledge him ត្រូវទទួលស្គាល់ទ្រង់នៅគ្រប់ទាំងផ្លូវចុះគ្រប់ទាំងផ្លូវ God is at work in all events in your life and my life ព្រះអង្គទ្រង់ប្រព្រឹត្តគ្រប់ទាំងព្រឹត្តិការណ៍ទាំងអស់នៅក្នុងជីវិតរបស់អស់លោកអ្នកបងប្អូនហើយនឹងខ្ញុំ That means all things are of God គ្រប់ទាំងអស់គឺមកពីព្រះយើងដឹងហើយទាំងអស់គ្នានៅក្នុងគម្ពីរកូរិនថូសទី2ចំពោះ5ខ18 all things are of God now ហើយមួយទៀតនៅក្នុងរ៉ូមចំពោះ8ខ28ទៀតថា all things work together for good ហើយយើងដឹងទៀតថាគ្រប់ទាំងអស់ផ្សំគ្នាសម្រាប់សេចក្តីល្អដល់អស់អ្នកណាដែលស្រឡាញ់ព្រះអ្វីដែលអស់លោកអ្នកបងប្អូនធ្វើ For example when you go shopping God is with you God is with us when you are in trials and tribulation God is with you នៅពេលណាអស់លោកអ្នកបងប្អូនកំពុងតែមានសេចក្តីទុក្ខវេទនាព្រះអង្គគង់នៅជាមួយនឹងយើងព្រះអង្គនឹងផ្ដល់នៅការអ្វីដែលអស់លោកអ្នកបងប្អូនត្រូវការ knowing that he is with us បើយើងដឹងពិតប្រាកដថាព្រះអង្គគង់នៅជាមួយយើងហើយយើងគួរឲ្យមានអំណរឡើងកុំឲ្យមានការថប់បារម្ភទៀត Amen remove your anxiety and increase your joy ដឹងថាអ្វីព្រះអង្គទ្រង់សពហើយព្រះអង្គគង់នៅជាមួយយើងហើយបើយើងមានការខ្វល់ខ្វាយអ្វីនឹកភ្លាមនឹកចាំភ្លាមពីព្រះបន្ទូលរបស់ព្រះអង្គដែលព្រះអង្គសន្យាសូមឲ្យយើងមានអំណរឡើងគ្រប់ទាំងអ្វីដែលយើងកំពុងតែខ្វល់ខ្វាយនោះ and ចិត្តចាប់ហើយ our part ចំណែករបស់យើងវិញ in God's unfailing formula ចំណែករបស់យើងដែលយើងត្រូវធ្វើនៅក្នុងសញ្ញានៃព្រះដែលមិនចេះភ័ន្តច្រឡំទី1 you must begin with faith ទី1គឺយើងទាំងអស់គ្នាត្រូវចាប់ផ្ដើមឡើងដោយសារសេចក្តីជំនឿគឺយើងមានសេចក្តីជំនឿ we must make choices in faith not make choices what you want to do what you don't want to do but you want to do in faith ការដែលយើងជ្រើសរើសសម្រាប់ជីវិតរបស់យើងដោយបងប្អូនទាំងពីរនាក់នោះអញ្ចឹងដែរនៅអនាគតរបស់គេនឹងត្រូវជ្រើសរើសតើគេជ្រើសរើសយកអ្វីយើងអធិដ្ឋានសូមឲ្យគេជ្រើសយកសេចក្តីជំនឿដើម្បីឲ្យព្រះអង្គបានបង្ហាញផ្លូវរបស់គេឲ្យគេធ្វើតាមត្រឹមត្រូវដែលព្រះអង្គសពហាតីទី3 we must dare to take step of faith យើងទាំងអស់គ្នាត្រូវហ៊ានឆ្លងកាត់នៅសេចក្តីជំនឿដោយសារយើងកុំឲ្យខ្លាចអ្វីទៀតI confess I still have doubt ខ្ញុំសូមលន់តួនៅចំពោះព្រះហើយចំពោះបងប្អូនដែរនៅពេលខ្លះក៏ខ្ញុំនៅគ្មានសេចក្តីកំសោយដែរបាទនៅក្នុងខនេះបានបញ្ជាក់ហើយបានបង្ហាញឲ្យខ្ញុំយល់ថា I have to dare to take step of faith ឲ្យខ្ញុំហ៊ានទោះជាខ្ញុំមើលមិនឃើញថាតើអនាគតទៅកើតអ្វីក៏ដោយត្រូវតែខ្ញុំមានសេចក្តីជំនឿសូមឲ្យបងប្អូនទាំងអស់គ្នាមានសេចក្តីជំនឿហើយហ៊ានដោយដឹងថាប្រហែលជាចំណេះវិជ្ជារបស់យើងមិនអាចដឹងស្មានបានទេប៉ុន្តែព្រះ
ទ្រង់នឹងដឹកដៃយើងទៅដល់កន្លែងដែលព្រះអង្គទ្រង់សពហាតី Now it's God's part ចំណែកឯព្រះវិញនេះព្រះបានមានបន្ទូលមកយើងទាំងអស់គ្នាវិញនៅក្នុងខ6នឹងឯង He shall direct thy path នោះទ្រង់នឹងតម្រង់អស់ទាំងផ្លូវច្រករបស់អស់លោកអ្នកបងប្អូនហើយនឹងខ្ញុំព្រះអង្គនឹងតម្រង់ផ្លូវប្រហែលជាយើងនឹកថាផ្លូវនេះត្រូវចំពោះយើងបើព្រះអង្គទ្រង់ជៀបថាមិនល្អទេនោះព្រះអង្គនឹងទាញយើងនឹងនាំយើងជាច្រើនដងច្រើនលើកមកហើយដែលយើងមិនឃើញទេការដែលល្អដែលព្រះអង្គទ្រង់សពហាតីនោះប៉ុន្តែថ្ងៃក្រោយមកយើងឃើញវិញមែនទេនៅក្នុងជីវិតរបស់អស់លោកអ្នកបងប្អូនហើយនឹងខ្ញុំមិនឃើញទេការពីឆ្នាំទៅមិញមិនឃើញទេ20ឆ្នាំមុនប៉ុន្តែឥឡូវនេះខ្ញុំដឹងខ្ញុំយល់ថាព្រះអង្គបានគង់នៅជាមួយនឹងខ្ញុំព្រះអង្គបានណែនាំខ្ញុំតម្រង់ផ្លូវខ្ញុំឲ្យមកច្រកផ្លូវដែលព្រះអង្គទ្រង់សពហាតី and this is the successful life living ដោយដឹងថាព្រះអង្គនឹងតម្រង់ផ្លូវរបស់យើងទាំងអស់គ្នានោះហើយដែលនាំឲ្យយើងទាំងអស់គ្នាមានជោគជ័យ Amen and knowing God's will and doing it បើយើងដឹងថាព្រះអង្គសពហាតីការនោះហើយសូមឲ្យយើងទទួលយកសូមឲ្យយើងប្រព្រឹត្តតាមធ្វើតាមដោយអស់អំពីចិត្ត having the leading of God every day សូមឲ្យព្រះអង្គបានណែនាំជីវិតរបស់លោកអ្នកបងប្អូនហើយនឹងខ្ញុំជារៀងរាល់ថ្ងៃកុំឲ្យយើងធ្វើតាមតែចិត្តរបស់យើងទៀតឡើយ and God will come through and you will be successful អស់លោកអ្នកបងប្អូនហើយនៅពេលដែលយើងសម្រេចចិត្តថាធ្វើតាមដើរតាមព្រះអង្គដែលអស់អំពីចិត្តហើយនោះព្រះអង្គនឹងនាំឲ្យយើងបានឡើងទៅមួយកម្រិតទៀតនៅពេលនេះយើងកំពុងតែមានសេចក្តីកំសោយនៅពេលនេះយើងកំពុងតែខ្វះខាតប៉ុន្តែបើសិនជាយើងធ្វើតាមព្រះអង្គសពហាតីនោះយើងនឹងបានជោគជ័យ Amen សូមព្រះអង្គប្រទានព្រះពរដល់អស់លោកអ្នកបងប្អូនជាយើងជួបគ្នាម្ដងទៀត Thank you